ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញមកបកស្រាយក្នុងវីដេអូនេះមួយចាដោយសារមីងគាត់សួរថាឃើញប្តីប្រពន្ធខ្ញុំណាគាត់ជួបខ្ញុំគាត់សួរខ្ញុំគាត់ថាឃើញប្តីប្រពន្ធខ្ញុំស្រឡាញ់គ្នាឯងទៅឯងមកមិនក៏បែកគ្នាអីចឹងមានកូនមួយកូនពីរអញ្ចឹងណាគាត់សួររឿងប្រវត្តិចាស់នឹងឲ្យខ្ញុំសុំឆ្លើយកាត់ទៅវិញងាយចាមកពីពួកខ្ញុំទាំងពីរនាក់អស់បុណ្យជាមួយគ្នាអស់កម្មជាមួយគ្នាអស់និស័យជាមួយគ្នាទើបពួកខ្ញុំជួបគ្នាបានតែត្រឹមប៉ុណ្ណឹងចាជួបគ្នាបានត្រឹមកូនពីរបែកបាក់គ្នាចាហើយបើសួរថាយើងអ្នកថ្មីហេតុអ្វីបាននៅមិនជាប់នៅបែកបាក់គ្នាទៀតចាមកពីនិស័យបនកសលខកបនពួកខ្ញុំធ្វើជាមួយគ្នាវាបានតិចទើបជួបគ្នាបានរយៈពេលខ្លីក៏អស់ខ្ញុំសូមឆ្លើយកាត់តែម្ដងអរគុណជម្រាបលា